ពេល4 ឆ្នាំនៅអាហ្វ្រិកនេះហាទេបំផាត់ខ្ញុំអាចសម្រាប់សម្រួលមនុស្សក្នុងគ្រួសារនេះហើយប៉ុន្តែនៅមានបំណុលមួយទៀតអូនបាត់បង់អារម្មណ៍អស់ហើយទៅដេកទៅអានេះជាស្អីហ្នឹងសិនជឿនយើងត្រឡប់មកវិញហើយថ្លៃចាំនឹងយកអ្វីគ្រប់យ៉ាងដែលខ្ញុំបាត់បង់ទៅមកវិញយូហាងត្រឡប់មកវិញតាំងពីពេលណាមិនបាច់ខ្វល់ទេអ្វីដែលខ្ញុំត្រូវដឹងនាងគិតថាអាចលឿងជំរះឈ្មោះរបស់នាងបានដោយការមិនចំម៉ាក់ខ្ញុំប៉ាខ្ញុំហើយនឹងបងប្រុសរបស់ខ្ញុំមិនអាចទៅរួចទេអញគិតខុសហើយខ្ញុំស្គាល់ clinic មួយដែលអាចធ្វើស្បែកអញសោះបានខ្ញុំគួរនាំអញទៅធ្វើស្បែកសោះសិនទេបងសម្លាញ់ជួយដួលអូនផងមិត្តរួមការងាររបស់ម៉ាក់ឯងប្រាប់ថាឯងធ្វើការបានល្អណាស់ឯងមិនបាននាំភាពអាម៉ាស់មកដល់គ្រួសារឈីទីខ្ញុំបានត្រឹមតែបញ្ចប់បេសកកម្មនៅប្រទេសជាតិបកលជូនប៉ុន្តែក៏បានជួបមនុស្សដែលតែងតែបានជួយការពារខ្ញុំដូចគ្នាខ្ញុំនឹងមានគុំប្រសាស្រីដល់ផ្អែមល្ហែមនឹងទន់ខ្លួនម្នាក់ទៀតហើយហេសូមអនុញ្ញាតឲ្យខ្ញុំណែនាំម្ចាស់ស្នេហ៍នៃជីវិតរបស់ខ្ញុំផងនេះគឺសៀវឈីងអូយកុំចូលចិត្តសោះកុំចូលមកម្ចាស់ស្នេហ៍របស់អញគឺជាសត្វពស់មានអីត្រូវខ្លាចទៅមានអីមួយតើអីបងគ្រប់តាមការស្ម័គ្រចិត្តរបស់ឯងប៉ុន្តែឯងយកវានេះទៅចេញឲ្យឆ្ងាញ់តិចទៅបងថ្លៃស្រីរបស់ឯងខ្លាចណាស់ពេលនេះគេកំពុងតែមានផ្ទៃពោះផងប្រពន្ធស្រឡាញ់មកហើយអ្នកទាំងអស់គ្នាមិនយល់ពីរឿងនេះទេតែវាជាយប់ដ៏ងងឹតនិងមិនមានខ្យល់បក់ខ្លាំងខ្ញុំកំពុងតែជាប់នៅតាមផ្លូវតែម្នាក់ឯងនៅបរទេសភ្លាមនោះក៏មានពស់វែកមកក្បាលចេញមកមានពឹសខ្លាំងណាស់លូនមកយ៉ាងស្ងាត់ពេលដែលខ្ញុំរៀបនឹងខ្លាចជាជនរងគ្រោះហើយស៊ឺឈីគឺមិនគិតសុវត្ថិភាពខ្លួនឯងហើយក៏ស្ទុះចេញមកយ៉ាងលឿនវាខំជាមួយពស់វែកនោះខ្លួនវាតូចតែធម្មពលរបស់វាគឺខ្លាំងណាស់វាបានជួយសង្គ្រោះខ្ញុំវាគឺជាគ្រួសាររបស់ខ្ញុំទៀតផងហើយខ្ញុំពិតជាស្រឡាញ់វាខ្លាំងណាស់វាក៏ជាគ្រួសាររបស់ខ្ញុំដែរបងថ្លៃឯងកំពុងតែមានផ្ទៃពោះបើមានរឿងអីកើតឡើងចំពោះនាងឯងទទួលខុសត្រូវមិនរួចទេឆាប់ចុះវាចេញភ្លាមទៅនៅថ្ងៃនេះឯងមិនអាចទទួលរក្សាសមាជិកនេះបានទេមិនចឹងឯងមិនមែនជាគ្រួសារយើងឯងកុំរំអីបងប្រុសនឹងរកផ្ទះដ៏ល្អមួយសម្រាប់អ្នកមានគុណរបស់ឯងឲ្យវាស៊ីសានល្អិតស្រស់បំផុតជារៀងរាល់ថ្ងៃបងប្រុសស៊ឺឈីចាំតែបងចង់រៀបរៀងមកឲ្យស៊ឺឈីរស់នៅបានស្រួលមែនទេបងចង់សម្រាប់វាបើវាជាគ្រួសាររបស់ពួកយើងអញ្ចឹងទុកវានៅក្នុងផ្ទះចុះបើបងថ្លៃរបស់ឯងនេះចេញចឹងហើយទុកវាចុះប៉ុន្តែឯងត្រូវមើលថែវាឲ្យល្អបើវាធ្វើឲ្យបងថ្លៃឯងរបួសយើងនឹងកាត់កន្លែងសំខាន់របស់ឯងចោលបានលើដែរទេស៊ឺឈីបើផ្សឹកនោះគឺគ្រាន់តែ20គាត់លេងទៅទោះបីជាឯងមិនខំគាត់ក៏ដោយណាគាត់ជាបងថ្លៃខ្ញុំទេមិនអីទេមិនអីទេលោកឈីបងប្រុសខ្ញុំដឹងថាបងនឹងឲ្យកាដូខ្ញុំតែមិនបាច់ច្រើនពេកនោះទេតែទួចបានហើយនេះជាកាដូរបស់អ្នកស្រីតែប៉ុណ្ណោះទេត្រូវឲ្យកាដូសម្រាប់បនសានក្បាលទឹកផងដែរបងប្រុសលែងជាប្អូនប្រុសជាទីស្រឡាញ់បងហើយឯងមិនមែនជាប្រពន្ធរបស់បងទេបែរចង់បានការថ្នាក់ថ្នមឯងត្រប់ប្តីទៅយកកាដូនេះទៅឲ្យបងថ្លៃឯងទៅឲ្យលឿនបងប្រុសរហើយនំខ្ជិលរបស់ខ្ញុំនំនេះបានរៀបចំដោយក្តីស្រឡាញ់របស់ខ្ញុំផ្ទាល់លោកប្តីហើយកូនសម្លាញ់ឪពុករបស់កូនចូលចិត្តធ្វើការថែមម៉ោងណាមើលទៅដូចជាពួកយើងនៅថ្ងៃនេះរីតែពីរនាក់បានហើយ
មិនបានជាលោកប្តីនៅតែប្រើរបស់ចាស់បែបនេះទៀតបងប្រុសចាំបានយករបស់បងស្រីទុករួចហើយហ៎ចាប់បានផ្ទាប់ភ្នែកហើយនឹងកំពុងលួចលាក់អាកម្មាអាជីវកម្មរបស់បងខ្ញុំមែនទេឯងនិយាយផ្ដេសផ្ដាសស្អីហ្នឹងខ្ញុំមិនដឹងទេនេះមិនមែនជាការស្នេហ៍ចាស់គ្រាដំបងបងប្រុសខ្ញុំទេស្នេហ៍គ្រាដំបងនាងមានអារម្មណ៍ខកចិត្តហើយមែនទេនាងគិតថានាងអាចគ្រប់គ្រងបងប្រុសខ្ញុំបានណាហ៎ព្រោះគាត់ចំនួនល្អនិងមានទំនួលខុសត្រូវចំពោះកូនប៉ុន្តែបេះដូងរបស់គាត់គឺនៅស្នេហ៍គ្រាដំបងរបស់គាត់ទេបងប្រុសរបស់ខ្ញុំលួយសាញ់រីម្នាក់អស់រយៈពេល7ឆ្នាំហើយពួកគេបានជួបគ្នានៅសាលាបងប្រុសខ្ញុំនិយាយថានារីម្នាក់នោះមានសមត្ថភាពនិងស្រស់ស្អាតខ្លាំងណាស់ប៉ុន្តែខ្ញុំក៏រៀននៅសាលាជាមួយគាត់ដែរមិនក៏ខ្ញុំមិនដឹងអញ្ចឹងអូនកាន់អីឬមួយក៏មិនសូវស្រួលខ្លួនមែនទេវាជាដំណាក់កាលចុងក្រោយនៃការពោពោះការប្រែប្រួលអរម៉ូននាងមានអារម្មណ៍មិនល្អជារឿងធម្មតាសៅជៀនកូនចង់សម្រាប់ធម្មជាតិឬវះកាត់ដែរទៅតែអ្នកណាជាស្នេហាគ្រាដំបងរបស់គាត់ទេសៅជៀនស៊ីជៀនខ្ញុំនឹងសម្រាលតាមធម្មជាតិបើចង់សម្រាលតាមធម្មជាតិកូនត្រូវធ្វើលំហាត់ប្រាណយូហ្គាសម្រាប់អ្នកមានផ្ទៃពោះជាមុនសិនណាទើបល្អយល់ព្រមអ្នកម៉ាក់តាមម៉ាក់ចាត់ចែងទៅអញ្ចឹងតោះហៅគ្រូមកបង្ហាត់ដល់ផ្ទះអ្នកទាំងអស់គ្នាញ៉ាំអីទៅខ្ញុំឡើងទៅខាងលើសិនហើយលោកប្រុសលោកស្រីបានហៅគ្រូបង្ហាត់ប្រាណដែលលោកស្រីបានមកដល់ហើយសាច់ច្បងខ្ញុំមិននឹកស្មានថាជាបងសោះខានជួបគ្នាយូរហើយមិននឹកស្មានថាបានជួបបងនៅទីនេះសោះសំទោសគឺខ្ញុំមិនចាំទេពួកយើងធ្លាប់ស្គាល់គ្នាប្រពន្ធខ្ញុំនៅខាងលើនឹងមានអារម្មណ៍មិនសូវល្អទេនឹងមិនចូលចិត្តកម្រាលយូហ្គារឹងទេខ្ញុំរៀបចំកម្រាលពិសេសសម្រាប់នាងរួចហើយមើលថែនាងឲ្យល្អផងណាកាលនៅរៀនខ្ញុំគឺជាស្រីស្អាតប្រចាំសាលាហើយគាត់ជាប្រុសស្អាតប្រចាំសាលាមិនបានជាចុងក្រោយខ្ញុំខ្លាចជាប្រពន្ធចុងគេនិយាយថាអំឡុងពេលពពោះគឺជាពេលដែលមនុស្សប្រុសងាយនឹងផាត់ក្បន់ដូច្នេះជាឱកាសល្អសម្រាប់ខ្ញុំហើយអញទៅមិនចង់សុំទៅផងសិស្សច្បងនេះបងចូលចិត្តស្ដាប់តន្ត្រីប្រភេទនេះដែរខ្ញុំក៏ចូលចិត្តវាដែរនាងចូលចិត្តឬមិនចូលចិត្តមានអីពាក់ព័ន្ធនឹងខ្ញុំនេះបាត់នេះសិស្សច្បងនៅចាំបាត់នេះដែរទេបងចូលចិត្តស្ដាប់វាកាលនៅរៀនណាតែនេះមិនមែនជាបទភ្លេងដែលនៅក្នុងការចាស់របស់ឈីយូលៀងទេអាចទេដែលថាស្នេហ៍គ្រាដំបងរបស់គាត់គឺជានាងត្រូវហើយចម្រៀងនេះគឺសំខាន់ចំពោះខ្ញុំខ្លាំងណាស់សត្វតែសំខាន់ផងវាបញ្ជាក់ច្បាស់ហើយអាប្រកំហុសឈីយូលៀងនេះហ៊ានញ៉ាស្នេហ៍គ្រាដំបងរបស់គេនៅចំពោះមុខខ្ញុំផងយកបទភ្លេងពេលអតីតកាលមកបិទមុខប្តីរបស់យើងហើយសាច់ច្បងសាលបងធ្វើកាយវិការគូជាមួយនឹងខ្ញុំទៅដាក់ដៃរបស់បងនៅលើចង្កេះរបស់ខ្ញុំអូនមានរឿងអីអូនចង់ក្អួតខ្លាំងណាស់អូនសម្លាញ់អេងសាច់ច្បងជើងមិនទាន់បានធ្វើកាយវិការជាមួយគ្នានៅឡើយទេខ្ញុំត្រូវប្រពន្ធខ្ញុំមិនអីទេអ្នកគ្រូជេងខ្ញុំនឹងហាត់ជាមួយអ្នកគ្រូចុងអ្នកគ្រូជេខ្ញុំអាចហាត់ជាមួយអ្នកគ្រូដែរមីសាក់កជ្រុងត
អអ្នកគ្រូជីងចាំតិចនេះជាកន្លែងរបស់ខ្ញុំទេអ្នកគ្រូអង្គុយត្រង់នោះបានណាសាច់បងកាលពី7ឆ្នាំមុនពួកយើងនៅរៀនបងចូលចិត្តញ៉ាំក្បាលកងាន់នេះណាស់បងញ៉ាំឲ្យច្រើនទៅកូនប្រសាសម្លាញ់កូនក៏ញ៉ាំដែរទៅណា ទាំងនេះគឺជាកងានចិញ្ចឹមតាមបែបធម្មជាតិរយៈពេល7ឆ្នាំកសិករទើបអាចយកវាមកធ្វើជាម្ហូបបានណា 7 ឆ្នាំខ្ញុំខាងណាពេលលើពាក្យ7 ឆ្នាំនេះចាប់បើពួកវាចាស់តែងាប់អស់មានអីទៀត7 ឆ្នាំមានអីអស្ចារ្យមកយ៉ាងទៀតហើយរបស់ថ្មីទៅពេញនិយមខ្ញុំចូលចិត្តញ៉ាំរបស់ស្រស់ទិនល្អបំផុតគឺបានសម្រាប់នៅពេលព្រឹកហើយយកមកចម្អិននៅពេលល្ងាចទៅវាឆ្ងាញ់ខ្ញុំគិតថាចរិតបងថ្លៃប្រសើរឡើងហើយប៉ុន្តែស្មានមកដល់ថាគាត់ឆេវឆាយតដែលសោះ ឯងទៅដឹងស្អីទៅបញ្ញាប់តាក់ទងកសិដ្ឋានកងានដើម្បីសម្រាប់មួយក្បាលថ្មីមក បើរកកងានស្រស់បានទីយើងស្ងោក្បាលឯងជំនួសហើយ